ហើយយ៉ាងនេះទៀតយើងមានមុខម្ហូបមួយទៀតខ្ញុំនឹងបង្ហាញពីរបៀបធ្វើកន្ធាយបងប្អូនកន្ធាយខ្ញុំនឹងបង្ហាញពីរបៀបធ្វើនិងចម្អិនចាច់ជូនបងប្អូនមើលបាទកន្ធាយចំហុយតោះឥឡូវនេះខ្ញុំនឹងបង្ហាញពីវិធីធ្វើកន្ធាយចំហុយខ្ទឹមសចាច់ជូនបងប្អូនមើលទុកគ្រាន់ធ្វើនៅផ្ទះញ៉ាំតោះបងប្អូនសូមមកមើលតើគ្នាតោះយើងមានកន្ធាយមួយក្បាល1គីឡូពេញបងប្អូនយើងវាលាងឲ្យស្អាតចឹងមកហើយដំបូងនេះយើងអំបិលរ៉ូឌីនេះគឺយើងធ្វើសម្រាប់យកមកឆាបាយដែលខ្ញុំធ្វើរួចស្រេចបងប្អូនអំបិលរ៉ូឌីនេះយើងលាយស្ករអំបិលប៊ីចេងហើយរួចស្រេចហើយយើងយកមកប្រឡាក់មានជាតិគុណនឹង2គុណនឹង3នៃរ៉ូឌីធម្មតាបងប្អូនណាដែលខ្ញុំយកមកប្រឡាក់នឹងអំបិលរ៉ូឌីហើយយើងដាក់ប្រេងខ្យងបន្តិចមកដើម្បីឲ្យមានគេហៅថាពើវាឡើងរាងរលើបក្រមៅបន្តិចយើងប្រឡាក់ជ្រុំចឹងមកបងប្អូនហើយបន្ទាប់មកយើងលួចប្រេងល្ងបន្តិចបងប្អូនប្រេងល្ងដាក់ទៅឈ្ងុយបងប្អូនឈ្ងុយពេលដែលយើងចំហុយមកមានក្លិនរាងឈ្ងុយឬហើយយើងដាក់ទឹកស៊ីអ៊ីវបងប្អូនទឹកស៊ីអ៊ីវនេះគឺខ្ញុំលាយសម្រាប់យកមកប្រឡាក់ដូចគ្នាដែរយើងលាយរួចស្រេចទឹកស៊ីអ៊ីវហ្នឹងទៅហើយយើងស្រាចិនបងប្អូនណាកុំភ្លេចស្រាចិនពួកយើងអប់ហ្នឹងគឺរឿងក្លិនចេញមកឈ្ងុយតែភ្ញៀវសួរថាក្លិនអីរងនឹកមិនឃើញអញ្ចឹងណាបងប្អូននេះគឺស្រាចិនបន្ទាប់មកយើងដាក់ខ្ទឹមសគេហៅចំហុយខ្ទឹមសបងប្អូនគ្រឿងហ្នឹងហើយខ្ទឹមសយើងយកមកដំមកផាច់ហើយលាយជាមួយនឹងចិញ្ច្រាំខ្ទឹមសចិញ្ច្រាំហើយនឹងម្រេចសបងប្អូនណាម្រេចសគឺអត់មិនបានទេនៅពេលយើងញ៉ាំទៅមានក្លិនឈួលរឿងចង់ឆ្លក់ហ្នឹងគឺម្រេចសបងប្អូនមានម្រេចសប្រើម្រេចសមានម្រេចខ្មៅប្រើម្រេចខ្មៅក៏បានប៉ុន្តែខ្ញុំណែនាំប្រើម្រេចសឬហើយយើងបន្ថែមម្ទេសបន្តិចហ្នឹងគឺឲ្យមានជាតិហឹរឡែមហឹរញៀបបងប្អូនណាទៅមកយើងប្រឡាក់ទាំងសម្បកវាបងប្អូនណារួចហើយបានយើងបន្ថែមមួយទៀតគឺដើមជីវ៉ាន់ស៊ុយបងប្អូនណាដើមលីស្លឹកជីវ៉ាន់ស៊ុយបន្តិចមកយើងយកមករោយពីលើមកយើងចូលមកចាប់ផ្ដើមចំហុយបន្ទាប់មកយើងក៏ប្រើផ្សិតជាកណ្ដុរបន្តិចបងប្អូនផ្សិតជាកណ្ដុរបងប្អូនណាកាត់សរសៃមកយើងយកមករោយពីលើទៅហើយយើងចាប់ផ្ដើមចំហុយបងប្អូនណាគឺពិធីចំហុយហ្នឹងគឺមានរបៀបផ្សេងគ្នាតាមហាងនីមួយប៉ុន្តែសម្រាប់ខ្ញុំគឺបង្ហាញបងប្អូនពីវិធីចម្អិននេះបងប្អូនអាចយកទៅធ្វើតាមញ៉ាំបានបងប្អូនចម្អិនតែ10នាទីទេបងប្អូនចាំមើលណា10នាទីគឺឆ្អិនរួចជាស្រេចបងប្អូនបើចូលចិត្តវិធីរបស់ខ្ញុំចំហុយកន្ធាយខ្ទឹមសបែបនេះបើសិនជាគិតថាបងប្អូនចូលចិត្តបងប្អូនអាចឲ្យបេះដូងអាចជួយ share បន្ថែមទុកពេលបងប្អូនត្រូវការញ៉ាំបងប្អូនទិញកន្ធាយពីផ្សារមកបងប្អូនយករូបមន្តរបស់ខ្ញុំយកទៅធ្វើសាសមើលទៅបងប្អូននឹងចាប់ចិត្តដិតអារម្មណ៍ជាមិនខានបងប្អូនកុំរងចាំយូរអាច share ទុកមើលថ្ងៃក្រោយនៅក្នុង Facebook នៅក្នុង TikTok YouTube អីក៏ដោយបងប្អូន share ទុកមើលសូមអរគុណបងប្អូន